បាទនេះគឺជាកម្មវិធីក្រុមការងារនៃអង្គការអប់រំបឋានគាត់ធ្វើការញែកសម្រាមនិងការវិយតម្លៃទៅលើសម្រាមមួយចំនួនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងយើងក៏ដូចជាស្រុកថ្មគោលទាំងអស់បានយល់ដឹងអានេះញែករួចអានេះបែងវាជា4ណាបាទបាទបាទនេះគឺសុទ្ធសឹងតែជាសម្រាមរបស់បងប្អូនក្រុមការងារនៃអង្គការគេហៅថាបរិស្ថានហ្នឹងគឺយកសម្រាមទាំងអស់នេះមកធ្វើការញែកនឹងការវិយតម្លៃនៃការចែកសម្រាមនេះបាទនេះគឺសូមបង្ហាញដល់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនជាពលរដ្ឋទាំងអស់ត្រូវយល់អំពីគុណតម្លៃនៃបរិស្ថានដែលធ្វើយ៉ាងណាឲ្យបរិស្ថានរបស់យើងនឹងបានល្អប្រសើរហើយកុំឲ្យចោលនៅសម្រាមនឹងផ្ដេសផ្ដាស់បាទនេះកុំឲ្យចោលផ្ដេសផ្ដាស់បាទនេះគឺជាសកម្មភាពរបស់ពួកគាត់កំពុងតែបំពេញការងារយ៉ាងមមាញឹកបាទនេះសិតតែថ្លឹងថ្លែងអីត្រឹមត្រូវណាបងប្អូនបាទនេះខ្ញុំចាប់ទស្សនវិជ្ជារបស់ពួកគាត់នេះគឺចង់ចែករំលែកនៅវីដេអូនេះដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជននៅក្នុងស្រុកថ្មគោលយើងនឹងបានយល់អំពីគុណតម្លៃនៃបរិស្ថានបាទគឺធ្វើយ៉ាងណាជួយថែរក្សាបរិស្ថានរបស់យើងឲ្យបានល្អប្រសើរបាទនេះគឺជាសកម្មភាពរបស់ក្រុមការងាររបស់ការបរិស្ថានស្អាតហ្នឹងបាទពេលដែលយើងយកពីគាត់ដាក់ឲ្យយើងមើលថាសម្រាប់នឹងសំលមមដែលយើងអាចញែកវាទៅតាមភេទនឹងបានយើងចាប់តាមបាទនេះគាត់ចាប់ដើមញែកហើយចឹងខ្ញុំចង់ចែករំលែកនៅវីដេអូនេះឲ្យបងប្អូនទាំងអស់បានឃើញនៅសកម្មភាពរបស់ពួកគាត់ការលះបង់ពួកគាត់គឺច្រើនណាស់ហើយដើម្បីឲ្យស្រុករបស់យើងនឹងវាស្អាតគ្មានសម្រាមផងបាទអញ្ចឹងគាត់ញែកអំពីសម្រាមនេះឲ្យយើងបានដឹងបាទនេះមើលគាត់មានសម្រាប់ដាក់គាត់ច្រើនបាទបាទហើយអ្វីដែលគាត់បានញែកសម្រាមនេះគឺស្ថិតនៅក្នុងបរិវេណសាលាស្រុកថ្មគោលយើងបាទនេះហើយប្រហែលថ្ងៃនេះគាត់ចុះប្រហែលឃុំហើយបងអូនចុះបានប្រហែលឃុំហើយចុះទៅនេះសម្រាមហ្នឹងប្រហែលឃុំហើយ10ឃុំមានតែចុះទាំង10ឃុំតែម្ដងព្រោះស្រុកថ្មគោលមានតែចំនួន10ឃុំទេគាត់ថាយើងវិភាគតែបងវិភាគឯងបាទក៏ចឹងទៅវិភាគមើលថាត្រូវប្រហែលហ្នឹងបែងចែកចឹងអូបាទពី10ប្រភេទចឹងពី10ប្រភេទសម្រាមបាទបែងចែកបាទផងផ្សេងផ្លាស្ទិកផ្សេងទៅវាមានជាអលុយញោមហ្នឹងទៅមានច្រើនបាទវាពី10វាមានជាប់ស្រួយចូលអីតាមវានេះទៅតាមប្រភេទសម្រាមហ្នឹងមើលពី10ហ្នឹងបងជួយរាប់តិចមើលខ្ញុំរាប់ទៅអត់ហើយដូចជាផ្លាស្ទិកស្រីរៀងដូចជាស្រីរៀងដូចយើងធ្វើជីកប៉ុកចឹងដូចជាមានដូចជាដូងពោតអីចឹងទៅបាទនឹងស្រីរៀងបាទឲ្យតែជារបស់យើងដាំគឺស្រីរៀងគឺយើងអាចធ្វើជីបាទហើយបើថាលុយញោមដូចជាមញោមកំប៉ុងដែកកំប៉ុងអីទៅលុយញោមបាទហើយមានអាចរស្រួយចរឹងវាមានតាមប្រភេទវាមានអាក្តាស់ស្នោមានអាផ្សេងវាមានច្រើនអញ្ចឹងយើងបាទវា10មុខតែវាផ្សេងច្រើនអញ្ចឹងបាទពី10មុខប្រភេទហ្នឹងមានដូចជាអរគុណផ្លាស្ទិកដែរផ្លាស្ទិកដែលយើងអាចកែច្នៃបានមានដូចជា wood ឈើដែលយើងយកវាទៅកែច្នៃហ្នឹងហើយមួយទៀតគឺกระดาษ paper กระดาษដូចជាกระดาษកេះกระดาษហ្នឹងយើងដាក់ញែកផ្សេងចឹងទៅដូចជាថ្នាំពេទ្យឬក៏មកជុលអាហ្នឹងហៅថាសំណល់គ្រោះថ្នាក់ដូចជាខ្សែភ្លើងអីហ្នឹងអាហ្នឹងយើងញែកដាក់វាតាមប្រភេទវាមួយផ្សេងហើយដូចជាកាកសំណល់ផ្ទះបាយគេហៅថា organic ហ្នឹងមានដូចជាបន្លែឬក៏ស្លឹកឈើកតិចទីដែលយើងអាចវាអាចលលួចបានហ្នឹងអាហ្នឹងយើងយកធ្វើជាសំណល់ដែលយើងអាចកែច្នៃបានមកមុខទៀតបាទហើយដូចជាកំប៉ុងដោះគោនេះដូចជាកំប៉ុងជ័រចេះហ្នឹងអាហ្នឹងយើងអាចយកវាទៅកែច្នៃបានហើយវាមានដូចជាកំណាត់ដូចជាកំណាត់កៅអៅស្បែកជើងហ្នឹងយើងដាក់វាមកភេទវាផ្សេងហើយដូចជាពួកខ្សែពពួកអីហ្នឹងអានេះយើងដាក់វាមកប្រភេទផ្សេងទៀតចឹងបាទអរគុណសម្រាប់ការចូលរួមបកស្រាយនិងបង្ហាញពី
លក្ខណៈមួយចំនួននៃសម្រាមនៃបងប្អូនឬក្រុមការងារបានញែកនៅក្នុងឱកាសថ្ងៃនេះបាទសូមអរគុណច្រើនចឹងហើយខ្ញុំចង់ចែកម្លែកនៅវីដេអូនេះឲ្យបងប្អូនជាពលរដ្ឋយើងបានស្គាល់ពីក្រុមការងាររបស់បងប្អូនដែលគាត់បានមកញែកនៅសម្រាមនៅក្នុងរដ្ឋបាលស្រុកថ្មគោយើងនេះគឺគាត់ត្រូវចុះចំនួន10ឃុំបាទនៅក្នុងស្រុកថ្មគោយើងតែម្ដងបាទសូមអរគុណ